ពូនីទៀនខាធូនសួមជូនរឿងបុរសចិញ្ចឹមស្រីអស់ច្រឡំរឿងបុរសចិញ្ចឹមត្រីនៅក្នុងភូមិមួយឆ្ងាយពីទីក្រុងមានប្តីប្រពន្ធមួយគូបុរសជាប្តីឈ្មោះសុធីមានប្រពន្ធឈ្មោះស្រីនិចពួកគេមានស្រះចិញ្ចឹមត្រីមួយកន្លែងហើយមុខរបរចិញ្ចឹមត្រីរបស់ពួកគេក៏កាន់តែរីកចម្រើនទៅថ្ងៃមួយពួកគេបានពិភាក្សាគ្នាចង់រើទីលំនៅទៅរស់នៅក្បែរទីក្រុងវិញម្ដងអូនបងគិតថារាល់ថ្ងៃជីវភាពយើងក៏កាន់តែធូរធារជាងមុនបន្តិចហើយបងគិតថាយើងគួរតែទៅរស់នៅក្បែរទីក្រុងវិញម្ដងព្រោះអីមិត្តភក្តិបងគេបានបបួលបងទៅរកស៊ីនៅឯទីក្រុងជាមួយគេព្រោះទីនោះមានទីផ្សារសម្រាប់ការរកស៊ីច្រើនហើយយើងនឹងអាចក្លាយជាអ្នកមានមិនខានអូនក៏គិតអញ្ចឹងដែរបើយើងផ្លាស់ប្ដូរទីលំនៅទៅនៅក្បែរទីក្រុងយើងអាចមានឱកាសរកស៊ីច្រើនជាងនេះគិតរួចពួកគេក៏បានចូលសម្រាកសម្រានទៅលុះព្រឹកឡើងសុធីក៏បានធ្វើដំណើរទៅជួបនឹងពូរិទ្ធដែលត្រីជាពូរបស់គាត់ដើម្បីលក់ដីនៅស្រះចិញ្ចឹមត្រីឲ្យទៅពូរបស់គាត់ដើម្បីបានលុយបន្ថែមសម្រាប់ទៅរកស៊ីនៅឯទីក្រុងពូរ៉េតពូនៅផ្ទះទេជុំនរណាគេរកអីហ្នឹងរកតែអីរំដកទប់សัตว์ឲ្យស្រួលបួនមិនបានគឺខ្ញុំសុធីអូសុធីទេអីហើយមានការអីដែរក្មួយមិនលាក់បាំងអីទេពូខ្ញុំមកនេះចង់មកលក់ដីនឹងស្រះចិញ្ចឹមត្រីរបស់ខ្ញុំឲ្យទៅពូសុធីតើក្មួយគិតច្បាស់ហើយមែនទេហើយបានពិភាក្សាជាមួយក្មួយស្រីហើយឬនៅបាទខ្ញុំបាទគិតច្បាស់ហើយពូហើយប្រពន្ធខ្ញុំក៏យល់ព្រមដែរខ្ញុំលក់ដីនឹងគឺអញ្ចេះពូមិត្តភក្តិខ្ញុំបបួលខ្ញុំទៅរកស៊ីនៅអាទីក្រុងពូនៅទីនោះមានឱកាសការងាររកស៊ីច្រើនដូច្នេះហើយបានជាខ្ញុំត្រូវលក់ដីនេះដើម្បីយកលុយបន្ថែមដើម្បីទៅរកស៊ីនៅអាទីក្រុងមិនអីទេអញ្ចឹងបើក្មួយសម្រេចចិត្តរួចហើយអញ្ចឹងពូមានតែជូនពូក្មួយឲ្យជោគជ័យបាទអរគុណហើយពូប្រាប់ឲ្យហើយទៅនៅទីក្រុងកុំទៅមានស្រីមានអីក្បត់ប្រពន្ធឯងវើយអត់ទេពូខ្ញុំទៅរកស៊ីទេពូកុំបារម្ភអីណាមួយប្រពន្ធខ្ញុំក៏ទៅនៅទីនោះជាមួយខ្ញុំដែរឡហើយចឹងព្រោះពូមានបទពិសោធន៍ហើយអញ្ចឹងបានជាមីងឯងក៏ជប់នៅជាមួយពូទៀតដោយសារតែពូពីមុនខូចណាចឹងហើយបានខ្លាចសារហ្នឹងបន្តទៅដល់ក្មួយទៀតបាទពូខ្ញុំដឹងហើយអរគុណហើយពូបើក្មួយដឹងល្អហើយនៅពេលទៅដល់ទីក្រុងធឿនក៏បានមកទទួលពួកគេហើយបាននាំពួកគេទៅរស់នៅផ្ទះតែសុធីពឹងឲ្យធឿនរកទិញទូកដើម្បីរស់នៅនៅពេលដែលទៅដល់ផ្ទះហើយពួកគេក៏បានរៀបចំអីវ៉ាន់ដើម្បីជួលទៅរស់នៅហើយធឿនក៏បាននិយាយជាមួយសុធីថាឯងមកនៅទីក្រុងគឺត្រូវតែប្រឹងប្រែងរកស៊ីកំឡុងនឹងភ្លឹងពណ៌ជាពិសេសរឿងស្រីញីព្រោះអីនារីនៅទីក្រុងបោកសាហាវណាស់ឯងប្រាប់ទុកមុនឲ្យហើយកុំឲ្យថាគ្នាមិនបានប្រាប់មិនអីទេសំឡាញ់គ្នាអរគុណឯងហើយថ្ងៃមួយសុធីបានចេញទៅធ្វើការរកស៊ីរបស់គាត់តាមធម្មតាហើយគាត់ក៏បានចូលទៅអង្គុយផឹកកាហ្វេសួស្តីអើយមច្ឆាឡាតេកាពូជីណូអាយឡាតេកាហ្វេទឹកដោះគោមួយមកបាទសូមបងរងចាំបន្តិចស្រាប់តែបានឃើញនារីម្នាក់កំពុងអង្គុយពិបាកចិត្តតែម្នាក់ឯងឯកាទឹកភ្នែកនាងក៏បានហូរចេញពីកែវនេត្រាសុធីក៏មិនដឹងថាមានរឿងអីគាត់អង្គុយឆ្ងល់ថាម្ដេចបានជាស្រីនាងយំហើយគាត់ក៏បានយកក្រដាសឲ្យនារីម្នាក់នោះជូតទឹកភ្នែកហ
ហើយសុធីក៏បានសួរទៅនារីម្នាក់នោះថា តើអ្នកនាងមានរឿងអីដែរបានជាយំយ៉ាងដូចនេះ ខ្ញុំត្រូវសង្សារសំបែកពេលនេះខ្ញុំពិបាកចិត្តណាស់ រឿងស្នេហាពិតជាធ្វើឲ្យមនុស្សឈឺចាប់មែនតោះកុំគិតច្រើនអីអ្នកនាងអាចថានេះគឺជានិស្ស័យដែរទេដែលបានឲ្យខ្ញុំមកជួបនឹងអ្នកនាងខ្ញុំក៏នៅទំនេរដែរបើអ្នកនាងមិនថាអីទេអាចសាកស្រឡាញ់ខ្ញុំបាន ខ្ញុំមិននឹងដឹងថាលោកកុហកខ្ញុំតិល បើមិនជឿចាំឃីមនាំអ្នកនាងដើរលេងដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ បានខ្ញុំជឿបងនាំខ្ញុំទៅទិញអីវ៉ាន់ផងបានទេ បានចាំបងនាំអូនទៅ ពួកគេក៏បាននាំគ្នាដើរទិញអីវ៉ាន់ពេញផ្សារពីមួយថ្ងៃទៅមួយថ្ងៃនៅពេលសុធីសម្រាប់ពីការរកស៊ីសុធីបាននាំចន្ទថាដែលជាស្រីកំណត់របស់ខ្លួនទៅដើរលេងហើយថែមទាំងទិញគ្រឿងអលង្ការឲ្យចន្ទថាថែមទៀតស្រាប់តែថ្ងៃមួយធឿនក៏បានដឹងថាមិត្តភ័ក្តិរបស់ខ្លួនកំពុងតែចិញ្ចឹមស្រីកំណាន់ខ្វាត់ចិត្តប្រពន្ធធឿនក៏បានប្រាប់ទៅសុធីថា សុធីនេះបានឯងធ្វើទង្វើក្បត់នៅប្រពន្ធឯងចឹងគ្នាបានប្រាប់ហើយថាស្រីនៅទីក្រុងពូកែបោកណាស់នេះបានឯងមិនស្ដាប់គ្នា គ្នាដឹងហើយតែគ្នាមិនអាចទប់អារម្មណ៍បានហើយនាងក៏ស្រឡាញ់គ្នាដែរឯងកុំប្រាប់ប្រពន្ធគ្នាអីបានទេ គ្នាត្រូវតែប្រាប់ឯងព្រោះគ្នាមិនចង់ឃើញឯងត្រូវគេបោកទេព្រោះស្រីម្នាក់នឹងគ្នាក៏ស្គាល់ដែរនាងធ្លាប់បោកគ្នាអស់ឡាន 2-3 ហើយតែគ្នាមិនដែលប្រាប់អ្នកណាទេ ឯងក៏មកចង់បំបាយបំបាក់គ្នាគ្នាដឹងហើយមកពីឯងច្នៃគ្នាព្រោះឃើញគ្នាមានស្រីស្រឡាញ់ច្រើនព្រោះឯង single មានស្រីស្រឡាញ់ច្រើនដូចគ្នាមែនទេបានជាឯងមិនចង់និយាយបំបាយយើងមែនទេ ចាំបាច់ឌីមដាមវ័យបើគ្នា single ទើស្អីឯងឲ្យតែអ្នក single ចាំតែខូចជើងមកអីគ្នាមិនច្រណែនឯងទេគ្នាគ្រាន់តែ បានហើយបើឯងនៅតែនិយាយទៀតយើងឡើងជាមិត្តនឹងគ្នាទៀតហើយ តែគ្នាគ្រាន់តែប្រាប់ឲ្យឯងល្អទេ បានហើយធឿនពីពេលនេះទៅឯងលែងជាមិត្តយើងទៀតហើយយើងក៏លែងរកស៊ីជាមួយឯងទៀតដែរ សុធីពេលខ្លះយើងនិយាយដើម្បីឲ្យគេល្អតែគេគិតថាយើងចំណែនគេមិនចង់ឲ្យគេល្អជាងយើងទៅវិញនៅហើយចុះបើឯងមិនស្ដាប់គ្នាទៅហើយមានតែបណ្ដោយទៅតាមវាសនាទៅចុះ បន្ទាប់ពីសុធីមិនជឿអ្វីដែលធឿននិយាយហើយសុធីក៏បានឈប់បន្តការរកស៊ីជាមួយធឿនបន្តទៀតហើយចន្ទថាក៏បានទារលុយពីសុធីដើម្បីចាយវាយសឹងតែរាល់ថ្ងៃចំណែកឯស្រីនិចក៏មិនឃើញប្តីរបស់ខ្លួនមកផ្ទះវិញពី3ថ្ងៃហើយរីឯសុធីវិញយូរទៅក៏គ្មានលុយឲ្យចន្ទថាចាយទៀតក៏ត្រូវបានចន្ទថាបោះបង់ចោល ហើយបានប្រាប់សុធីថានាងស្រឡាញ់សុធីព្រោះសុធីមានលុយតែប៉ុណ្ណោះតែឥឡូវសុធីធ្លាក់ខ្លួនហើយអញ្ចឹងនាងក៏គ្មានអ្វីត្រូវនៅជាមួយសុធីបន្តទៀតដែរធឿនបានដឹងរឿងអំពីសុធីធឿនក៏បានហៅសុធីឲ្យមករត់នៅផ្ទះជាមួយគេបណ្ដោះអាសន្នសិន ថ្ងៃមួយស្រីនិចក៏បានដាច់ចិត្តមកសួរធឿនថាមានបានឃើញសុធីដែរទេមិនឃើញប្តីរបស់ខ្លួនមកផ្ទះវិញពី3ថ្ងៃហើយហើយធឿនក៏បានប្រាប់ពីរឿងរបស់សុធីទាំងអស់ហើយធឿនក៏បាននិយាយថា ស្រីនិចគ្នាបានប្រាប់ឯងអស់ហើយតែខ្ញុំដឹងថាឯងប្រកាសជាខឹងសុធីខ្លាំងណាស់តែគ្នាសុំចិត្តឯងកុំខឹងគេដល់ថ្នាក់លេងលះគ្នាអីព្រោះគេត្រូវស្នេហាបង្វក់គេមួយពេលតែប៉ុណ្ណោះ ចាធឿនខ្ញុំឮហើយខ្ញុំពិតជាខាងគាត់មែនតែពេលបានស្ដាប់សម្ដីធឿនហើយខ្ញុំក៏បានគិតថាប្តីប្រពន្ធមានរឿងអ្វីគួរតែមានការអធិស្ឋានឲ្យគ្នាទៅវិញទៅមកណាមួយនេះជាកំហុសលើកទី1របស់គាត់ចំពោះខ្ញុំ ពេលនោះសុធីក៏បានចេញមកហើយនិយាយថា ឲ្យបងសំទោសផងប្រពន្ធសម្លាញ់
បងបានធ្វើរឿងមិនគប្បីចំពោះអូនសូមអូនព្យាសាយឲ្យបងផង អូនបានអធិស្ឋានឲ្យបងហើយ គ្នាក៏មានកំហុសខ្លះដែរដំបូងគឺថាគ្នារកស៊ីបានធូរធារទើបហៅឯងមករកស៊ីជាមួយគ្នានឹងបានធូរធារទាំងអស់គ្នាតែមិននឹកស្មានថាមានរឿងនេះកើតឡើងសោះ អត់ទេសម្លាញ់មកពីគ្នាមិនចេះគិតគូរឲ្យបានវែងឆ្ងាយដោយខ្លួនឯងទេហើយឲ្យគ្នាសុំទោសឯងផងដែលថ្ងៃមុននិយាយដាក់ឯងបែបហ្នឹងឲ្យគ្នាសុំទោសផងនេះមកពីគ្នាមិនស្ដាប់សម្ដីរបស់ឯង មិនអីទេខ្ញុំនៅតែទុកឯងជាមិត្តភក្តិដដែលទេ អរគុណហើយធឿនឯងពិតជាមិត្តល្អមែន ខ្ញុំពិតជាអរគុណខ្លាំងណាស់ចំពោះទឹកចិត្តដ៏ល្អរបស់ធឿន មិនអីទេជាមិត្តនឹងគ្នាគឺត្រូវតែជួយគ្នាបែបនេះហើយកុំឲ្យមានលើកត្រយទៀតណាសម្លាញ់ដូចគេថាចិញ្ចឹមត្រីមានន័យជាងចិញ្ចឹមស្រីចិញ្ចឹមស្រីអស់លុយចិញ្ចឹមត្រីបានលុយ បន្ទាប់មកពួកគេក៏បានលក់ផ្ទះនោះឲ្យទៅធឿនហើយបាននាំគ្នាទៅរស់នៅក្នុងភូមិវិញនិងបានយកលុយដែលលក់ផ្ទះបានយកទៅទិញដីនិងផ្ទះពីពូរិទ្ធវិញហើយពូរិទ្ធក៏យល់ព្រមលក់ទៅឲ្យក្មួយរបស់គាត់នៅតម្លៃដដែលវិញដែរហើយសុធីនិងស្រីនិចក៏បានប្រកបមុខរបរចិញ្ចឹមត្រីរបស់ខ្លួនដូចដើមវិញសាច់រឿងមួយនេះបានផ្ដល់ជាគំនិតល្អៗសម្រាប់គិតពិចារណាកុំឲ្យឆាប់ជឿគេពេកកុំចង់មានបានខ្លាំងពេកត្រូវចេះរួមនៅស្កប់ស្កល់ជាមួយនឹងអ្វីដែលយើងរកបានទៅតាមសមត្ថភាពរបស់យើងមិត្តពិតប្រាកដគឺជាមិត្តដែលចេះជួយយកអាសាគ្នានៅពេលជួបទុក្ខលំបាកកុំគិតថាស្រីក្រៃល្អជាងប្រពន្ធរបស់ខ្លួន